សារ៉ាម៉ាន់គឺជាសម្លការីដ៏ល្បីល្បាញនិងមានភាពផ្ចិតផ្ចង់បំផុតមួយនៃម្ហូបអាហារខ្មែរត្រូវបានគេចាត់ទុកថាជាស្ដេចនៃសម្លការីដោយសារតែគ្រឿងផ្សំច្រើនមុខរបៀបធ្វើស្មុគស្មាញហើយមានឲ្យជារសឈ្ងុយឆ្ងាញ់លើសគេថ្ងៃនេះខ្ញុំមកនាំបងប្អូនទាំងអស់គ្នាមកមើលពីរបៀបធ្វើសម្លសារ៉ាម៉ាន់ដែលមានគ្រឿងផ្សំច្រើនមុខរបៀបធ្វើស្មុគស្មាញតែបើបងប្អូនមើលវីដេអូនេះគឺលែងស្មុគស្មាញទៀតហើយបើយើងនិយាយពីប្រភពរបស់សម្លសារ៉ាម៉ាន់នឹងវិញគឺមានតំណែងជាមួយនឹងសហគមន៍ខ្មែរអ៊ីស្លាមហើយត្រូវបានគេជឿថាមានឥទ្ធិពលមកពីម្ហូបម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីមែនទែនហើយកាលពីមុនសារ៉ាម៉ាន់នឹងគឺជាម្ហូបមួយដែលគេធ្វើទុកសម្រាប់តែនៅក្នុងឱកាសពិសេសដូចជាបុណ្យទានអាពាហ៍ពិពាហ៍ឬសម្រាប់ទទួលភ្ញៀវកិត្តិយសអីទេប៉ុន្តែឥឡូវនេះយើងក៏អាចធ្វើសម្លសារ៉ាម៉ាន់នឹងញ៉ាំបានធម្មតានៅផ្ទះបានដែរបងប្អូនចង់ដឹងពីរបៀបធ្វើសម្លសារ៉ាម៉ាន់អត់ស្មុគស្មាញគឺមើលតាមវីដេអូរបស់ខ្ញុំនេះខ្ញុំដាក់គ្រឿងការីក្រហមចំនួន80ក្រាមចំនួន1កញ្ចប់នៅក្នុងគ្រឿងការីក្រហមគ្រឿងលួងសាបារ៉ាចំនួន80ក្រាម1កញ្ចប់ហ្នឹងគឺមានគ្រឿងផ្សំជាច្រើនមុខដែលយើងសម្រាប់ធ្វើសម្លសារ៉ាម៉ាន់ហ្នឹងអញ្ចឹងហើយខ្ញុំប្រាប់បងប្អូនថារៀនធ្វើសម្លសារ៉ាម៉ាន់តាមខ្ញុំគឺអត់ស្មុគស្មាញទេហើយរបៀបធ្វើសម្លហ្នឹងគឺស្រដៀងគ្នាជាមួយនឹងសម្លការីអញ្ចឹងយើងធ្វើការរំលីងសាច់គោជាមួយនឹងគ្រឿងរបស់យើងឲ្យចូលជាតិគ្នាល្អអញ្ចឹងមកនៅកន្លែងនេះគឺខ្ញុំលួចថែមកាពិបន្តិចដោយសារតែនៅក្នុងគ្រឿងការីហ្នឹងក៏វាមានជាតិកាពិដែរតែបើបងប្អូនចង់ដិតគឺអាចលួចថែមបន្តិចដូចខ្ញុំបានបន្ទាប់មកគឺយើងចាក់ខ្ទិះដូងចុងចូលហើយយើងធ្វើការចំណាយពេលរៀងយូរបន្តិចដើម្បីរំងាស់សម្លរបស់យើងហ្នឹងឲ្យសាច់គោរបស់យើងហ្នឹងផុយមែនតែនហ្មងបងប្អូននៅពេលដែលសាច់គោយើងរៀងផុយល្មមហើយគឺយើងចាប់ផ្ដើមធ្វើការដាក់គ្រឿងខ្ញុំបន្ថែមជាមួយនឹងម្សៅស៊ុបមាន់គ្រឿងលួងចំនួន17ក្រាមហ្នឹងចំនួនកន្លះកញ្ចប់ហើយជាមួយនឹងស្ករសចំនួន1ស្លាបព្រាបាយយើងធ្វើការកូរឲ្យសព្វរួចហើយយើងបន្ថែមនៅខ្ទិះដើមដែលនៅសល់ហ្នឹងចូលឲ្យអស់មកបងប្អូនហើយជាចុងក្រោយគេបងប្អូនកុំភ្លេចបន្ថែមនៅសណ្តែកដីហ្នឹងបងប្អូនខ្លះក៏ដាក់នៅពេលដែលគាត់ដួសដាក់ចានញ៉ាំក៏បានដែរតែបើសម្រាប់ខ្ញុំគឺខ្ញុំដាក់ឥឡូវហើយឥឡូវនេះសម្លសារ៉ាម៉ាន់របស់យើងគឺបានឆ្អិនហើយណាមិនដែរបងប្អូនជាមួយនឹងគ្រឿងការីក្រហមគ្រឿងលួងសាបារ៉ាសម្លសារ៉ាម៉ាន់ធ្លាប់តែស្មុគស្មាញឥឡូវលែងស្មុគស្មាញទៀតហើយងាយស្រួលចំណេញពេលវេលាជាងមុនហើយឆ្ងាញ់ជាងមុនទៀត